បង្ក្រាបរថយន្តដឹកសាច់បង្កកជិត7 តោនបានយកទៅដុតកំទេចចោលដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទទាំងអស់ដើម្បីកុំឲ្យមានការប៉ះពាល់ដល់សុខភាពពលរដ្ឋសេដ្ឋកិច្ចជាតិព្រមទាំងសុវត្ថិភាពសង្គមជាតិទាំងមូលទៀតឡើយខេត្តកំពង់ស្ពឺកម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីគយនិងរដ្ឋកោបានបង្ក្រាបនិងនាំយកសាច់បង្កកនាំចូលពីក្រៅប្រទេសជិត7 តោនបានដុតកំទេចចោលកាលពីព្រឹកថ្ងៃទី14 ខែកញ្ញាឆ្នាំ2025នៅជើងភ្នំប្រាក់សម្បូរភូមិតាំងស្រឡៅឃុំតាំងស្យាស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺសាច់បង្កកមួយចំនួនធំនេះត្រូវបានដុតកំទេចចោលក្រោមវត្តមាននិងការចូលរួមយ៉ាងសកម្មពីមន្ត្រីគយកម្មគនត្រូលកម្លាំងអាវុធមន្ត្រីតុលាការនិងអាជ្ញាធរមូលដ្ឋានរថយន្តដែលប្រើសម្រាប់ដឹកសាច់បង្កកគឺជារថយន្តឃ្លុបម៉ាក FAW ពណ៌សមានបិទម៉ាកជាច្រើនតាក់ទងទៅនឹងសាច់បន្លែផ្លែឈើនិងម្ហូបគ្រប់ប្រភេទផ្សេងៗពាក់ផ្លាកលេខភ្នំពេញ 3G 7738ដែលមានអក្សរចិននៅលើរថយន្តទោះជាយ៉ាងណាអាជ្ញាធរនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនិងម្ចាស់ក្រុមហ៊ុននេះនៅឡើយតាមការបង្ហាញពីសមត្ថកិច្ចការបង្ក្រាបបានកាត់ឡើងនៅលើផ្លូវលបឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុនៅពេលដំណើររថយន្តដល់ដែនស្រុកភ្នំស្រួយគេបានអនុវត្តប្រតិបត្តិការបង្ក្រាបដោយជោគជ័យក្នុងចំណោមសាច់បង្កកដែលត្រូវបានរកឃើញមានជើងមាន់ស្លាបមាន់ជើងទាស្លឹកត្រចៀកជ្រូកគ្រឿងក្នុងជ្រូកនិងត្រីប្រឡាក់ជាច្រើនឯកឧត្តមព្រះរាជអាជ្ញាអមសាលាក្តីខេត្តកំពង់ស្ពឺបានបញ្ជាក់ថាការបំផ្លាញសាច់បង្កកខុសច្បាប់នេះគឺជាវិធានការដ៏ចាំបាច់នៅក្នុងការការពារសុខភាពប្រជាពលរដ្ឋព្រោះសាច់ទាំងនេះគ្មានប្រភពដើមច្បាស់លាស់និងមិនធានាអនាម័យការដុតកំទេចជាសាធារណៈក៏ជាសារផ្ញើទៅកាន់អ្នកនាំចូលខុសច្បាប់ទាំងឡាយឲ្យបញ្ឈប់សកម្មភាពរំលោភច្បាប់ក្នុងនាមជាតំណាងអាជ្ញាធរមូលដ្ឋានលោកចៅសង្កាត់តាំងស្យាបានលើកឡើងថាការចូលរួមកម្លាំងសហការពីគ្រប់ជាន់ថ្នាក់បង្ហាញពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ទំនិញខុសច្បាប់និងថែរក្សាប្រយោជន៍ប្រជាពលរដ្ឋជាទី1អាជ្ញាធរបានបញ្ជាក់បន្ថែមថានឹងបន្តតាមដានយ៉ាងតឹងរឹងនិងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទមិនឲ្យមានការប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចនិងសុវត្ថិភាពសង្គមទៀតឡើយ